Tối nay là cô xong nhà chun từ căn phải chun để tìmประลอง bạn đội năm people mà pay vào muối và ngày càng ngộ này từng ngọc này nè ok ta chẳng nước hàng còiនេះគឺតេតងកម្មបែកខ្នាតអញ្ចឹងតើបងប្អូនមួយចំនួនដែលជាបេក្ខជនណាចាស់បែកខ្នាតទូវិជាហើយនៅអូខេតើអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅដោះស្រាយទាំងគ្នាអញ្ចឹងនៅក្នុងការបំបែកខ្នាតអ្វីដែលណាងត្រូវចងចាំមួយចំនួនគឺចាំឈ្មោះនិមិត្តសញ្ញាហើយនឹងស្វ័យគុណរបស់វាឧទាហរណ៍ដូចតេរ៉ាចេះតេរ៉ានិមិត្តសញ្ញាវាអក្សរ G ហើយស្វ័យគុណវា10សេគុណ10 12អូខេតើ G កាមេកាគីឡូហិកតូដេកាហើយ DC សង់ទីមីលីអញ្ចឹងស្វ័យគុណរបស់វាគឺដូចដែលលោកគ្រូបានសេអុយអញ្ចឹងគ្រូអត់បានសូត្រឲ្យស្ដាប់ទេអញ្ចឹងបងអូនព្យាយាមមើលតើអញ្ចឹងដើម្បីបំបែកខ្នាតណាពីខ្នាតមួយទៅខ្នាតមួយគេធ្វើម៉េចអញ្ចឹងលោកគ្រូមានជានិយមន័យក៏ដូចជារបៀបនៅក្នុងការដោះស្រាយតើអញ្ចឹងគ្រូសូមអានឲ្យស្ដាប់ដើម្បីបំបែកខ្នាតពីខ្នាតមួយទៅខ្នាតមួយផ្សេងទៀតយើងត្រូវយកស្វ័យគុណរបស់ខ្នាតនោះទៅចែកជាមួយនឹងស្វ័យគុណរបស់ខ្នាតដែលយើងចង់បំបែកទៅហើយដោយរក្សាមេគុណរបស់វានឹងគឺនៅដដែលមេគុណរបស់វាអត់ប្រែប្រួលទេប្រែប្រួលតែស្វ័យគុណទេអូខេតោះអញ្ចឹងលោកគ្រូឧទាហរណ៍មួយណាឧទាហរណ៍មួយចូលបំបែកខ្នាតប្រវែងខាងក្រោមអញ្ចឹងកាលណាលឺតែខ្នាតប្រវែងយើងដឹងហើយណាខ្នាតប្រវែងយើងតាំងដូចអីម៉ែត្រណាម៉ែត្រគីឡូម៉ែត្រហិកតូម៉ែត្រអីផ្សេងៗអញ្ចឹងបើសិនជា1គីឡូម៉ែត្រណាបំបែកទៅម៉ែត្រតែយើងទទួលបានប៉ុន្មានណា1គីឡូម៉ែត្រទៅម៉ែត្រអញ្ចឹងយើងប្រើតាមនិយមន័យរបស់យើងឬក៏របៀបនៅក្នុងការដោះស្រាយរបស់យើងណាតោះអញ្ចឹង1គីឡូម៉ែត្រមេគុណរបស់វាគឺ1ណាតោះគីឡូណាគីឡូ10សេគុណមែនគីឡូនេះ10សេគុណ3អញ្ចឹងដើម្បីបំបែកខ្នាតពីខ្នាត1ទៅខ្នាត1គេត្រូវយកស្វ័យគុណរបស់វាហ្នឹងទៅចែកជាមួយនឹងស្វ័យគុណនៃខ្នាតដែលយើងចង់បំបែកទៅអញ្ចឹងស្វ័យគុណរបស់វាហ្នឹងគឺស្វ័យគុណរបស់គីឡូគឺ10សេគុណ3ហើយស្វ័យគុណដែលយើងចង់បំបែកទៅហ្នឹងគឺម៉ានគឺម៉ែត្រណាអូខេណាតោះអញ្ចឹងម៉ែត្រគឺ10សេគុណមែនតោះអូខេតោះអញ្ចឹងយើងសេតាម10ម្ដងមកគីឡូម៉ែត្រគឺ10សេគុណ3ទៅចែកនឹងអញ្ចឹងកាលណាតែយើងបំបែកខ្នាតប្រវែងនេះអាប្រឡោះដែលលោកគ្រូចន្លោះទូនេះកាលណាដាក់ខ្នាតប្រវែងគឺដាក់អឹមណាអឹមខ្នាតរបស់ប្រវែងនេះដាក់ខ្នាតប្រវែងអញ្ចឹងកាលណាកន្លែងនេះដាក់អឹមគ្រប់តួទាំងអស់គឺត្រូវដាក់អឹមអូខេដាក់អឹមទាំងអស់កាលណាលើខ្នាតប្រវែងគ្រប់តួទាំងអស់គឺដាក់អឹមណាហើយយើងចង់បំបែកអីគេ1គីឡូម៉ែត្រទៅម៉ែត្រអញ្ចឹងយើងមើលតាមជាក់ស្ដែងគឺម៉ែ1000ហើយណាប៉ុន្តែយើងត្រូវដឹងពីក្បួនវាតោះអញ្ចឹងកាលណាម៉ែត្រគឺ10សេគុណ0អញ្ចឹង10សេគុណ0វាមក1អញ្ចឹងបាន1គុណនឹង10សេគុណ3ចែក1អញ្ចឹងវាស្មើ10សេគុណ3ម៉ែត្រឬក៏យើងអាចសេថា1000ម៉ែត្រដែលយើងរៀនតាំងពីក្រោមមកណាយើងដឹងហើយណាតោះអញ្ចឹងកន្លែងនេះគ្រូដាក់1000មួយទៀត12ហិកតូម៉ែត្រស្មើប្រមាណម៉ែត្រអញ្ចឹងមេគុណរបស់វាគឺ12អញ្ចឹងយើងសេ12មកណាតោះហើយហិកតូម៉ែត្រអញ្ចឹងហិកតូម៉ែត្រមិនមែនហិកតូម៉ែត្រគឺ10សេគុណ2អញ្ចឹងយើងយកស្វ័យគុណរបស់វាចែកនឹងស្វ័យគុណដែលយើងចង់បំបែកទៅអញ្ចឹងយើងចង់បំបែកទៅម៉ែត្រអញ្ចឹងម៉ែត្រស្វ័យគុណមែនវាស្មើនឹង10សេគុណ0អញ្ចឹង10សេគុណ0មក1អញ្ចឹងគ្រូដាក់យក1តែម្ដងណាតោះអញ្ចឹងយើងទាញបានថា12គុណនឹង10សេគុណ2អញ្ចឹងនេះគឺជាចម្លើយរបស់អក្សរខអូខេអក្សរខគឺ12គុណ10សេគុណ2តោះអក្សរកឧទាហរណ៍អក្សរកមួយទៀត 14 ដេស៊ីម៉ែត្រអញ្ចឹង14 ដេស៊ីម៉ែត្រទៅមីលីម៉ែត្រស្មើប៉ុន្មានអូខេអញ្ចឹងយើងធ្វើដូចគ្នាណាគំរូរបស់យើងគឺធ្វើដូចគ្នាតោះអញ្ចឹង14នេះដាក់មេគុណ14មកណា14គុណនឹង DC អញ្ចឹង DC មួយណា DC អូខេណា DC នេះអញ្ចឹងវាស្មើនឹង10សេគុណ10សេគុណ11សំទោសតោះ10សេគុណ11ចែកនឹងមីលី10សេគុណមែនអូនមីលីនេះណាតោះគ្រប់តួយើងត្រូវថែមអឹមទាំងអស់អញ្ចឹងមីលី10សេគុណ14អញ្ចឹង14យើងរក្សាទូវាដដែលមកណាតោះអញ្ចឹង10សេគុណ13យើងបោះមកលើវាបាន10សេគុណមែនឥឡូវអានេះដក1អានេះបាន10សេគុណបូក3អញ្ចឹងយើងបំបែកមកដក1បូក3វាបាន10សេគុណ2ណាអូខេតោះអញ្ចឹងចម្លើយរបស់យើងគឺស្មើនឹង14គុណ10សេគុណ2 4គុណ10សេគុណ2អូខេតោះអញ្ចឹងមួយទៀតគឺមានខហើយនឹង no អញ្ចឹងចំពោះពីរនេះសូមបងប្អូនរៀនធ្វើដោយខ្លួនឯងហើយចាំផ្ញើចម្លើយដាក់ចូលនៅក្នុង comment ខាងក្រោមណាចាំគ្រូឆែកមើលទៀតទៅអញ្ចឹងនេះគឺជាមូលដ្ឋានគ្រឹះនៅក្នុងការដោះស្រាយលំហាត់រូបវិទ្យាទាក់ទងនឹងការបំបែកខ្នាតណាកាលណាដែលយើងអត់ចេះបំបែកខ្នាតទី1កំហុសរបស់យើងគឺធ្វើលំហាត់គឺខុសហើយណា
គឺខុសពីអ្វីដែលគេចង់បានឧទាហរណ៍ដូចតាកតងនឹងដែនម៉ាញេទិកចេះគេឲ្យមកជា milli Tesla អញ្ចឹងបើសិនជាគេចង់បាន Tesla យើងអត់ចេះបំបែកដូរ Tesla អញ្ចឹងវាជាកំហុសរបស់យើងវាធ្វើឲ្យយើងខុសពីអ្វីដែលគេចង់បានណាអញ្ចឹងវាសំខាន់ណាតាកតងការបែកខ្នាតហើយជាពិសេសគឺបងប្អូនដែលត្រៀមប្រឡងបាក់ឌុបឆ្នាំ2026នេះគឺសូមយកចិត្តទុកដាក់តាកតងនឹងការបែកខ្នាតណាទោះបីវាជាចំណុចតូចមួយក៏ដោយតែកាលណាយើងអត់ចេះពីចំណុចតូចនេះវាធ្វើឲ្យលទ្ធផលដែលយើងទទួលបានគឺអត់សូវល្អណាមិនថាមិនល្អទេគឺអត់សូវល្អណាអូខេតោះអញ្ចឹងវីដេអូរបស់គ្រូគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចំណុចអីអាចសួរនៅក្នុង comment ក៏ដូចជាឆាតមកគ្រូផ្ទាល់បានដែរណាអូខេតោះវីដេអូគ្រូមានតែប៉ុណ្្នឹងបាយបាយ